ចឹងអាហ្នឹងយើងមកលេងមិនក្រាហើយគឺយើងចូលមកកាន់មេច្រើនទៅគឺយើងបានហឹបហើយហឹបហ្នឹងគឺខ្ញុំដាក់អាស្អីទៅពេលដែលយើងចូលហ្គេមមកគឺវាឲ្យយើងបង្កើតវគ្គបង្កើតអីចឹងចឹងខ្ញុំបង្កើតយើងដាក់អាហឹបហ្នឹងមកឥឡូវគឺវាបានស្អីបានរបស់មកចប់នេះបានស្អីគេបានឈើបានអីហ្នឹងតែមិនបាច់ខ្វល់យើងយកបថៅហើយមួយរបស់ដែលយើងចង់ប្រើមកយើងកាប់វាមកកុំយកជ្រើនៅតប៉ែជ្រើនេះយើងកាប់វាមកហ្មងទៅបានមកទាំងអស់មកទៅយើងបានស្អីគេកូនឈើបថៅពីកអែគេនេះយើងដូចឈួតនេះយើងកាប់ឈើមកបាទយើងមានឈើក៏តែយើងត្រូវការឈើច្រើនដែរនៅក្នុងឈើនេះមានប្រហែល13 14 15ឥឡូវយើងមាន17 13ចាឥឡូវគឺយើងត្រូវការរបស់ខ្ញុំគិតថាខ្ញុំចង់នឹងហូស្អីខ្ញុំធ្វើការរត់មកកាប់លពៅមកបាទសារមានលពៅហ្នឹងយើងឥឡូវវាមិនតសំខាន់ទេតែទីនេះបានសំខាន់ទៅពេលក្រោយអញ្ចឹងខ្ញុំគិតថាចង់រកកន្លែងធ្វើផ្ទះសារពីយើងក៏ត្រូវការផ្ទះដែរហើយយើងត្រូវការផ្ទះបើសិនជាយកធ្វើផ្ទះយើងអត់មានកន្លែងធ្វើបានធ្វើអីទេឥឡូវយើងដើរមកជួបភូមិហ្មងបាទសារពីភូមិវាឈួតនេះយើងឥឡូវយើងចូលភូមិហ្មងណាខ្ញុំគិតថាចង់បង្កើតផ្ទះនៅក្នុងភូមិហ្មងទៅព្រោះខ្ញុំខ្ជិលធ្វើផ្ទះនៅណាឆ្ងាយហើយផ្ទះវាតប៉ែខ្ញុំចង់ធ្វើផ្ទះណាឆ្ងាយយើងធ្វើណាកុំឲ្យវាធានាវិញខ្ញុំខ្ជិលធ្វើផ្ទះចឹងងាប់អញ្ចឹងគឺយើងមើលអាលបងនេះវាស្អីនេះឡប់ឡើងថានឹងជាប់គ្នាខ្ញុំយើងដាក់វាមកដាក់កើតអូកើតណាហើយចាំអាលបងស្គូនោះវាស្អីវាដល់ស្អីកុំខ្វល់ហើយយើងមកមើលក្នុងផ្ទះមានហឹបយើងមានរបស់ឲ្យលួចអីយើងបើយើងបាច់បើបើយើងកាប់ហ្មងទៅហើយវាមានស្អីងាប់ស្អីមានហឹបពីហើយមានស្អីផែនទីដូចឈួនភូមិទូចមួយមានផែនទីអីអញ្ចឹងយើងចូលអាផ្ទះហ្នឹងមកហើយគ្មានស្អីគ្មានហឹបគ្មានស្អីទេហើយមកអាផ្ទះនេះមានហឹបអត់វាឃើញស្អីគេមានស្អីគ្មានហឹបគ្មានស្អីអាភូមិនេះក្រមែនមើលយើងរកផ្ទះណាមានហឹបមានអីមើលអាផ្ទះនេះផ្ទះស្អីគេកប៉ោងមានទ្វារ2អូមានហឹបជុំយើងកាប់យកមកមានអីមានស្អីផ្លែប៉ោមអូនយើងមកមើលឃើញអានេះយន្តស្អីគេនោះអា Iron Golem យើងទៅវាយវាមើលអានោះដូចវាយបានដៃអ្នកនេះអញ្ចឹងខ្ញុំគិតថាមិនតាន់វាយវាយើងទៅរកនេះសិនខ្ញុំគិតថាខ្ញុំចង់រករបស់របរស្អីដូចហឹបអីថែមទៀតឲ្យច្រើនណាយើងត្រូវការហឹបឲ្យច្រើនហើយវាយវាមកបានដៃងាប់ខ្ញុំជួយមិនឈឺមែនអូខេយើងចូលក្នុងផ្ទះចូលមកមួយនឹងឈឺម៉ែបដៃមិនអស់ឈាមមកប្រហែលពាក់កដាយូរអញប៊ីងាប់ឥឡូវយើងសោបឈាម3កាំនេះឥឡូវយើងនោះវាយើងកាប់វាជួយមកកាប់វាយើងបើកវាកាប់វាងាប់ជួយមិនអត់ងាប់ទេជប់កាប់វាចាប់កាប់ទៀតកាប់អត់ងាប់យើងវិញហើយយើងក្លូតកាប់មើលលុបអូចងបាត់ជួយវាងាប់ចុះអា Iron Golem ហ្នឹងងាប់បាត់ហើយបាក់បថៅហើយបថៅជួយភុយមែនអាសូមមីមកជប់បិទទ្វារជួយចេញជួយអូឈួតហ្គេមជប់ងាប់ខ្ញុំមកសងំក្នុងហ្នឹងអូខេអញ្ចឹងគឺមេឃភ្លឺយើងកាប់ខែមកហើយមិញនឹងសារពីខ្ញុំភ្លេច record មកខ្ញុំនិយាយតែឯងមួយថ្ងៃមិញហើយខ្ញុំរកបានផ្ទះមួយនេះផ្ទះហ្នឹងគឺជាផ្ទះភូមិហ្នឹងហើយអាផ្ទះនេះដូចជាផ្ទះលក់សាច់ជ្រូកលក់ស្អីហ្នឹងសាច់ពួកអ្នកភូមិវាកាប់សាច់កាប់អីហើយមិញនេះខ្ញុំប្រមូលអីវ៉ាន់ពីភូមិហ្នឹងបានច្រើនមែនតើហើយខ្ញុំដាក់ខែនៅហ្នឹងព្រោះអាហ្នឹងគឺជាផ្ទះយើងអ្នកនេះបាទខ្ញុំយកផ្ទះអ្នកភូមិធ្វើផ្ទះខ្ញុំហើយយើងធ្វើការអាំងសាច់ស៊ីមកព្រោះខ្ញុំចិត្ត clean ចិត្តងាប់ហើយបាទខ្ញុំវេទនាយកហ្នឹងទៅវេទនាខ្លាំងយកអត់អីស៊ីនេះមានដល់នំប៉័ង9ហ្នឹងស៊ីអីកើតអញ្ចឹងយើងធ្វើការដុតសាច់6ដុំហើយយើងអត់មានខ្ជុងអីមានទឹកឈើហើយខ្ញុំគិតថាខ្ញុំចង់ទៅហូបបានខ្លះព្រោះមើលទៅយើងក្រខ្សត់ឡើងតែឥឡូវខ្ញុំអាចដេកបានស៊ី copper នោះអាហ្នឹងដូចជាខ្ញុំឃើញគេចេញថ្មីហើយអាហ្នឹងគឺយើងអាចយកទៅធ្វើជាអាវុធឬក៏ជារបស់ប្រើប្រាស់ហើយនៅបថៅហើយមួយអាវក្រោះស្អីដៃគេណាវាយើងធ្វើបានអញ្ចឹងយើងធ្វើការកាប់ថ្មហ្នឹងខ្ញុំកាប់ឡើងមួយថ្ងៃនេះខ្ញុំកាប់ឡើងមួយថ្ងៃដូចគ្មានបានស្អីមកវិញបានតែថ្មនេះហើយអា PA ស្អីប្រដាប់កាប់ខ្ញុំនឹងចិត្តបាក់ខូចទៀតអាហ្នឹងធ្វើមិនយ៉ាងទៅយើងអាងឹតដល់អាងឹតផងវេទនាកាប់ចិត្តខ្ទេចអាលួយមកយីទៅ
យកវេទនាមកវេទនាជន់លើវេទនាហ្មងអូជួយមែនអូអ្នកគ្នាឥឡូវខ្ញុំអូ copper អាហ្នឹង copper តើអាហ្នឹងត្រូវចូលខ្ញុំថាឈប់កាប់ខ្ញុំថាខ្ជិលកាប់ទៅពេលឡើងទៅលើពេលមកវិញមកបានចូលមានដែកមានអីទេចុះអូអានេះជាប់គ្នាហ្មងណាអា copper ហ្នឹងវាជាប់មកអាដែកស្អីហ្នឹងហ្មងចុយយកសំណាងជួយមកឥឡូវបើថៅអាពីខ្ញុំចិត្តបាក់ទៀតយើងមកឲ្យកាប់ដែកហ្នឹងបាក់នេះអូខេអត់បាក់ទេហើយជាយើងនៅកាប់អីចឹងឥឡូវមើលក្នុងខ្លួនមានដែក6ដុំហើយមាន copper ប្រហែល20ជាងឥឡូវយើងកាប់មកយក copper ច្រើនមកបាន2 3បាត់ងាប់ហ៎បាន copper ប្រហែលដុំហ៎ជប់ជើងទៅលើវិញទៅđâyមាន copper ប្រហែល30ហើយដៃនៅ6ហ្នឹងមានតែកាប់ដៃបានច្រើនស្អីហើយយើងទៅលើវិញមកឥឡូវយើងចាំដុតអា copper ហ្នឹងប្រើរបស់ copper វិញម្ដងហើយយើងធ្វើការដើរមកតេតវេទនីចុះហើយខ្ញុំមិនដឹងកាប់ដល់ណាតែមកខ្លីប៉ុណ្ណេះដើមផ្លែតដល់ហើយដើមផ្លែតឡើងលើវិញបាត់ហើយវាកាប់ចឹងមិនសូវមានរបស់មានអា copper ហ្នឹងមួយហើយខ្ញុំគិតថាវីដេអូយើងមានតែប៉ុណ្្នឹងដែរហើយយ៉ាងនេះជួបគ្នាវីដេអូក្រោយហើយវីដេអូហ្នឹងគឺយើងតែយើងអភិវឌ្ឍណាមិនអភិវឌ្ឍយើងលេងបានប៉ុណ្ណឹងហើយភូមិយើងគឺនៅដដែលណាអាហ្នឹងឥឡូវភូមិហ្នឹងខ្ញុំយកធ្វើជាភូមិរបស់ខ្ញុំអីយើងត្រូវតែការពារប្រជាជនតែខ្ញុំគិតថាមិនបាច់ការពារទេគឺយើងផ្លាញវាចោលទៅហើយយើងជន់តារាមប្រជាជនយើងចោលមិនបាច់ខ្វល់ទេបាទឲ្យវាវេទនាខ្លះទៅយើងទីនេះយើងប្រមូលផលវាយើងយកអស់មកឥឡូវខ្ញុំរើបអូសភូមិនឹងបានតែពាក់កណ្ដាលអញ្ចឹងខ្ញុំគិតថាវីដេអូយើងមានតែប៉ុណ្្នឹងដែរយ៉ាលេចជួបគ្នាវីដេអូក្រោយបាយ